សម្រាប់សាច់រឿងមួយនេះគឺមានចំណងជើងថាសន្តាគារមួយកន្លែងនៅក្នុងខេត្តបៃលិនចូលមកអ្នកនរគ្នាដោយសារសាច់រឿងមួយហ្នឹងគឺបងប្រុសវឌ្ឍនៈ yes ខ្ញុំហៅឈ្មោះគាត់វឌ្ឍនៈចឹងហ្នឹងហើយគាត់ទៅតែចែកម្លែកខ្ញុំថ្មីនេះដែរទេអញ្ចឹងទៅនឹកឃើញស្ដាប់ហើយភ្លាមអញ្ចឹងគាត់ត្រូវតែលើកយកមកនិយាយភ្លាមបារទៅកុំឲ្យវាភ្លេចអញ្ចឹងសម្រាប់អ្នកសាច់រឿងចាស់ខ្ញុំជពាក់សិនទេណាជពាក់កទៀតណាកចឹងចូលនៅសាច់រឿងយើងហើយសាច់រឿងរបស់បងប្រុសគឺគាត់កាត់ឡើងនៅក្នុងកន្លងឆ្នាំ2025យើងនឹងទៅគឺឥឡូវនឹងតែម្ដងដែលនៅក្នុងពេលសានឆេងមេងរបៀបថាគាត់ទៅជាលក្ខណៈគ្រួសារយ៉ាងធំដែរអញ្ចឹងរៀងច្រើនអ្នកដែរដែលមានធីមស្រីជាមួយនឹងធីមពួកគាត់នៅផលរបៀបជាមួយខ្ញុំខាងស្រីនឹងម៉ាអ្នកមានយាយហងមានប្អូនស្រីមានមីងមីអីចឹងណាដល់ពេលខាងគាត់វិញគឺមានគាត់នឹងពពួកចទួត1 2នាក់ទៀតអានេះខ្ញុំប្រាប់គាត់ទៅប្រាប់ចឹងព្រោះតែគាត់ទៅដល់ទីតាំងដែលគាត់ត្រូវទៅឆេងមេងរបស់កុងម៉ែគាត់តែនៅខាងបៃលិនហ្នឹងត្រូវទៅជួលបន្ទប់សន្តាគារគេរហូតទៅដល់2បន្ទប់មួយបន្ទប់គឺស្រីមួយបន្ទប់ទៀតគឺពួកគាត់ប្រុសគេងគ្នា3នាក់ដែលគាត់យកខែ2ហើយខែដែលគាត់គេងហ្នឹងគឺនៅជាប់ជាមួយហ្នឹងចតាយន្តហ្មងខ្ញុំអត់ប្រាប់ឈ្មោះខ្ញុំក៏អត់ប្រាប់សន្តាគារគេឈ្មោះអីដែរត្រូវតែប្រកាសជាមិនប្រាប់អីមិនអាចប្រាប់បានទេចាប៉ុន្តែខ្ញុំអាចប្រាប់លេខបន្ទប់បានមើលទៅណាលេខ7 3ដងខ្ជូរនឹងចឹងចូលដល់សាច់រឿងយើងណាដែលនៅថ្ងៃកើតហេតុហ្នឹងគឺពួកគាត់ហ្នឹងបានណាត់គ្នាដើម្បីទៅសែនឆេងមេងកុងម៉ែអញ្ចឹងហ្នឹងហើយដែលនៅក្នុងខេត្តបៃលិននៅគៀកនឹងភ្នំយ៉ាតខ្ញុំបានតែប្រាប់អញ្ចឹងហើយប៉ុន្តែវាមានពាក់ព័ន្ធជាមួយនឹងភ្នូខាងឆេងមេងទេប៉ុន្តែវាពាក់ព័ន្ធជាមួយនឹងពួកគាត់ទៅហ្នឹងហើយត្រូវយើងជួលសន្តាគារគេងសិនមិនដឹងជាទស្សនៈឬក៏សន្តាគារអ្នកនរគ្នាសម័យបានតាមហ្នឹងគឺខ្ញុំអត់ប្រាប់ចំទេហ្នឹងហើយអញ្ចឹងចូលមកទៀតនៅហ្នឹងគឺគាត់ចូលទៅដល់គឺពួកគាត់កក់ពីបន្ទប់ដែលបន្ទប់មួយស្រីគេងហ្នឹងហើយនឹងប្រុសគេងហ្នឹងគឺគាត់យកបន្ទប់ខែ2ដែលខែ1គឺគាត់គេងម្នាក់ឯងទៅជាប់នឹងគៀនជាងខែមួយទៀតគឺចទួតមួយប្រុសគាត់ក្មេងបងប្អូនចទួតមួយគាត់ហ្នឹងគេងពីមួយខែមួយចឹងទៅហើយពេលដែលពួកគាត់យកអីវ៉ាន់ទៅតម្លាក់នៅដំបងហ្នឹងគឺរបៀបដាក់អីវ៉ាន់ដាក់អីហើយពេលក្បាលប្រឡប់ហ្នឹងអញ្ចឹងណាពេលហ្នឹងពួកគាត់ក៏បកទៅកំងជ្រូកកំងអីអញ្ចឹងទៅណាហើយបន្ទាប់មកក៏គេមានការទិញពពួកសាច់កាប់ពួកអីទុកយកមកញ៉ាំដែរប៉ុន្តែមុនហ្នឹងគឺពេលគ្រាន់តែពួកគាត់តម្លាក់អីវ៉ាន់ហើយហ្នឹងមិនទាន់បានចេញទៅទិញជាមួយនឹងគ្រឿងប៊ីយ៉ាយកមកទុកញ៉ាំមួយសាច់កាប់ហ្នឹងឯណាប្រុស2នាក់ហ្នឹងគឺគេបែរគេចេញពីក្នុងបន្ទប់អស់លេងហើយប៉ុន្តែចាក់ស្ដែងពេលហ្នឹងក៏អត់ចាប់អារម្មណ៍ទេគាត់ទៅដល់ព្រៀងគាត់សម្រាប់ចកេះគាត់ហ្នឹងណាគេនៅលើខែដែលបែរមុខទៅជាងពងដេកអូសទូរស័ព្ទអីចឹងណាគាត់ដេកបែរទៅជាងបែរមុខទៅជាងចឹងគាត់កំពុងអូសទូរស័ព្ទគាត់ក៏មានអារម្មណ៍ថាមានទ្វារហ្នឹងគឺរបៀបពួកគាត់ហ្នឹងដូចចោះទៅអស់ហើយគាត់គិតថាគេចោះទៅអស់ហើយអញ្ចឹងក៏បិទទ្វារគ្រប់ចឹងហើយអញ្ចឹងគាត់ក៏អត់ចាប់អារម្មណ៍ណាគាត់ពងដេកអូសទូរស័ព្ទហ្នឹងទេគាត់ក៏លឺសំឡេងសម្រាប់ជើងដើរចូលទៅក្នុងកន្ទប់ទឹកហើយចាក់សោក្រឹបបន្ទាប់មកមានជាការចុចទឹកចុចអីគ្រូចឹងណាគាត់ក៏អត់ចាប់អារម្មណ៍ដែរគាត់ខ្ជិលខ្វល់ព្រោះគាត់គិតថាប្រហែលជាបងប្អូនហ្នឹងវាចូលមកជួបបាត់ដៃបាត់ជើងទៀតចឹងទៅចឹងទៅគាត់ក៏អត់ចាប់អារម្មណ៍គាត់នៅអូសទូរស័ព្ទទៀតចឹងណាហើយបន្ទាប់មកគាត់ក៏ចោះទៅតាមក្រោយគេដល់គាត់ទៅសួរបងប្អូនគាត់ហ្នឹងពេលគាត់ចោះទៅតាមក្រោយដើម្បីទៅទិញប៊ីយ៉ាយកមកញ៉ាំបង្ហើយរបៀបញ៉ាំតេះលេងនៅក្នុងកន្ទប់ហ្នឹងចឹងណាក៏ពួកបងប្អូនគាត់ថាអត់ទេបងខ្ញុំចោះមកយូរហើយចោះមកដើរលេងយកខ្យល់អាកាសមួយថ្ងៃរបៀបដើរលេងជុំវិញនឹងចិត្តហ្នឹងចឹងណាដើរមើលគេមើលឯងមួយថ្ងៃខ្ញុំមានបាននៅក្នុងកន្ទប់ហ្នឹងទេបងប្រុសក៏គាត់អត់មាត់ដែរគាត់មានជាការអត់មាត់អត់កអីចឹងណាគាត់ខ្ជិលខ្វល់ខាន់តៃចោលចឹងទៅខ្ញុំសុំកាត់មកដល់វគ្គពួកគាត់ពំផឹកគាត់ក៏លឺសម្រាប់ជើងគេដើរចូលទៅក្នុងកន្ទប់ទឹកទៀតហើយទាំងដែលជាក់ស្ដែងគាត់3នាក់ហ្នឹងគឺពងតែអង្គុយផឹកតែមួយទេពងអង្គុយផឹកចឹងណាហើយគាត់ក៏អត់ចាប់អារម្មណ៍ទៀតគាត់ខ្ជិលខ្វល់ទៀតចឹងណាអត់ទាន់អស់ទេដល់ពេលហ្នឹងផឹកក៏ចដូនមួយគាត់ហ្នឹងឡើងទៅគេងចទួតមួយម្នាក់ឡើងទៅគេងមុនទៅអញ្ចឹងនៅសល់តែដៃគូ2នាក់ទេបន្តផឹកអូសរហូតដល់ម៉ោង2ដល់ដែលគាត់ទៅទិញវាថែមទៅមកផឹកអីចឹងណាដល់ពេលផឹកខ្លាំងទៅពួកគាត់ចាប់ដាប់ដេកចេញនាំទៅចែកជើងទៀតដេកចឹងណាគាត់ហ្នឹងក៏ឡើងទៅសង្ងំដេកទេប៉ុន្តែគាត់គិតថាធម្មតាផឹកច្រើនអញ្ចឹងត្រូវការចេញចូលបន្ទប់ទឹកញឹកអីចឹងទៅប៉ុន្តែពេលហ្នឹងគាត់ដេកកលុំភួយចឹងណាគាត់ក៏ចាប់ដាំលឺសំឡេងដូចមានគេចូលបន្ទប់ទឹកទៀតហើយគាត់គិតថាចដូនមួយគាត់នឹងចូលបន្ទប់ទឹកទៀតដែលរបៀបលឺសម្រាប់ជើងដើរចុះទៅសឹបចឹងណាចូលទៅក្នុងបន្ទប់ទឹកហើយដូចចុចតុកចុចអ៊ីទៅប្រើបន្ទប់ទឹកហ្មងគាត់គិតថាគេចូលបន្ទប់ទឹកអីចឹងគាត់ក៏នៅសង្ងំក្នុងភួយហ្នឹងសិនណាប៉ុន្តែគាត់ពេលហ្នឹងក៏គាត់ឈឺចឹងបាត់ជើងបាត់ជើងតូចតែពួកគាត់ផឹកយាច្រើនគឺនោមញាក់តាំងអីចឹងទៅហ
ហើយគាត់ក៏ស្ដាប់សំឡេងលឺតដើរទៅហើយបើទ្វារហ្នឹងដើរសឹបមកវិញត្រឹមតែខែរបស់ពីរអ្នកគាត់ហ្នឹងក៏ស្ងាត់ហើយអត់ឃើញវាឡើងទៅលើអារបៀបលឺសំឡេងគ្រិចក្រកខែរបៀបលឺសឹបដេកនៅលើខែវិញអញ្ចឹងណាអត់មានលឺសំឡេងក៏ដបភួយទៅដបអីវិញគាត់ក៏ឆ្ងល់ហើយតែមិនវានៅធ្វើគេទៅយូរមិនអញ្ចឹងណាឬក៏នៅក្នុងបន្ទប់ទឹកហ្នឹងឡើយអញ្ចឹងទៅតែគាត់ឈឺនោមពេកគាត់ក៏បើកភួយចេញមកដើម្បីមើលថាកាលមិនគេឡើងមកដេកវិញអញ្ចឹងណាបើកមកឆែកទៅទាំងអស់គ្នាទាញពេលថាគាត់ឃើញហើយឃើញស្ដាយនឹងភ្នែកហ្មងណាស្អីស្អាតហើយយើងគាត់ថាស្អាតតបងអើយម្នាក់ស្អីហ្នឹងស្អាតឡើងសស្គមហើយឡើងខ្ពស់របៀបខ្ទង់1.7 ម៉ែត្រទៅលើរៀងឡើងស្ដើងហ្មងណាអង្គុយនៅចុងជើងពីរអ្នកជួតមួយគាត់ហ្នឹងអង្គុយនៅចុងជើងរបៀបចុងខែរបៀបអង្គុយប្រប៉ាត់នៅចុងខែអញ្ចឹងណាតែបែរមុខទៅកញ្ចក់របៀបអញ្ចឹងណាអ្នកនរគ្នាសាកសម័យបន្ទប់ភាគច្រើនគឺគេមានអាកន្លែងខឿនតុកនៅមុខទូហ្នឹងអញ្ចឹងហ៎គាត់បើកភួយមកឃើញគេអញ្ចឹងគាត់ក៏ខកភួយដេកទៅវិញសងំពេលហ្នឹងវាចៃដន្យតែវាឈឺនោមទៀតរបៀបគាត់អ្នកនរគ្នាសម្រាប់ចិត្តបើសិនអ្នកនរគ្នាថាអញធ្វើអត់ឃើញតែជួនោមទៅឬក៏សងំធំនេះគាត់គឺបិទភួយសងំទៅវិញគាត់ទ្រាំហើយគាត់ខ្លាចរបៀបខ្លាចអារម្មណ៍មួយពេលហ្នឹងឲ្យបិទនឹងបដាតែគាត់ប្រហែលជាគាត់ហ៊ានបញ្ចេញមនោសញ្ចេតនាខ្ញុំដឹងខ្លាំងកុំឲ្យថាមិនถึงផលខ្លាចខ្មោចអញ្ចឹងតែគាត់ខ្លាចគាត់ថាគាត់សងំហើយគាត់ភ័យអារម្មណ៍មួយខ្លាចតិចម្នាក់ស្អីហ្នឹងឡើងមកដេកមួយអញទៅហើយគាត់គិតមួយទៅគាត់ថាចុះបាញ់ចេញទៅអញបើកភួយមកម្ដងទៀតតែបើឃើញនៅមុខហើយគេប្រែមុខមិនឲ្យឃើញក្នុងរូបភាពស្អាតចឹងឲ្យឃើញមុខក្នុងអាផ្នែកលឿនតែលួយដូចគេចៃចឹងមិនទៅប៉ុន្តែគាត់ថាហេតុការណ៍នេះគឺកើតឡើងទៅលើគាត់ពិតមែនគាត់ហ៊ានស្អត់គាត់និយាយថាជួហួងពិតដាក់មាននេះទេអត់មានប្រឌិតមកទេរបៀបចឹងហើយគាត់ថត់ទ្រាំទ្រាំឈូនោមផងទ្រាំខ្លាចខ្មោចហងលាក់លក់អីនៅក្នុងភួយនោះសងំនឹងញាក់នៅហ្នឹងដល់រហូតទៅដល់2 ម៉ោង 2ដែលគាត់ភ្ញាក់នោះរហូតទៅដល់ម៉ោង 4អ្នកនរគ្នាម៉ោង 7:04 គាត់ចុចទូរស័ព្ទមើលទៅម៉ោង 7:04 ហើយធំឡើងបានដែរបើក៏ឃើញច្បាស់ចាំញ៉ាំនំលពូកមែនចុងគាត់ក៏បើកទ្វារបើកភួយឆាច់មកអាលីបើអត់ឃើញម្នាក់ហ្នឹងទេប៉ុន្តែគាត់គិតក្នុងចិត្តថាប្រហែលជាគេគ្រាន់តែឲ្យឃើញថានៅក្នុងកន្ទប់ហ្នឹងគឺមានគេតែប៉ុណ្្នឹងឯណាអ្នកគ្នាវាអត់មានឲ្យមកឃើញនៅក្នុងរូបភាពដែរគួរឲ្យខ្លាចអាក្រក់ខ្លាចទេអានេះគឺជាបទពិសោធន៍ពិតដែលគាត់ទៅទីតាំងនៅកន្លែងហ្នឹងណារបៀបអញ្ចឹងថាគាត់ហ្នឹងគាត់ថាស្រាលបើសម្រាប់ខ្ញុំគឺធ្ងន់ណាស់អ្នកគ្នាឲ្យមកឲ្យឃើញអង្គុយចៃនៅរួចមិនចេះមែនតើសម្រាប់គាត់ចេះមែនវិញខ្ញុំវិញស្លុតងាប់មកសើទៅបាត់គាត់ទៅឲ្យលឺសំឡេងធ្លាក់ឃ្លីតក់ឯងនេះចង់ស្លុតតែទំហំតែគាត់មកឲ្យឃើញអញ្ចឹងហើយគាត់ថាដល់ពេលអញ្ចឹងទៅគាត់ក៏ទៅបន្ទប់ទឹកទៅអីចឹងទៅចាប់ពីហើយគាត់ក៏ហ៊ានប្រាប់បងប្អូនគាត់ដែរស្អែកឡើងគឺគេងើបឡើងមកគេយកឈូកខ្វាយឈូកអីហ្នឹងទៅសែនឆេងមេងសែនអីធម្មតាអញ្ចឹងទៅពួកគាត់ក៏បែកជើងគ្នាធម្មតាតទៅដល់ថ្ងៃយូរដូចជាមួយខែ2 ខែមិនគេជួបជុំបងប្អូនគេផឹកស៊ីវិញអញ្ចឹងមិនគាត់និយាយសាច់រឿងហ្នឹងប្រាប់ទៅពួកជំទួតមួយគាត់ហ្នឹងហ្នឹងហើយសម្រាប់សាច់រឿងមួយនេះតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអានេះគឺជាបទពិសោធន៍ដែលគាត់ទៅឆេងមេងកងម៉ានៅខាងបៃលិនហ្នឹងហើយគឺជួបជាមួយនឹងហេតុការណ៍ស្រីស្អាតខាងខ្លួនអូយនិយាយមែនគាត់និយាយគាត់ថាស្អាតណាដឹងកម្ពស់គេខ្ទង់ប្រហែល1.7 ម៉ែត្រទៀតទៅស្គមខ្ពស់ដល់ស្ដើងចឹងសាច់រឿងនេះគឺចាប់ប៉ុណ្ណឹងអ្នកទាំងអស់គ្នា enjoy bye bye